នឹងយកអំពីរឿងគ្រូពេទ្យជាង4ម៉ោងភាយកមកនិយាយដើម្បីអប់រំបងប្អូនទាំងអស់គ្នាការនិយាយអំពីតាក់ទងនឹងគ្រូពេទ្យជាង4នេះគឺដែលខ្ញុំចង់លើកមកចំណុចសំខាន់គឺមាន3គឺ1សេចក្តីព្យាយាមទី2មិនអស់សង្ឃឹមទី3តម្លៃនៃការសិក្សាអញ្ចឹងគឺចំណុចដែលខ្ញុំយកមកនិយាយហ្នឹងគឺតែប៉ុណ្្នឹងទេហើយយើងទៅស្ដាប់នៅរឿងរ៉ាវមុនដំបូងមានសទ្ធិហ្នឹងគឺគាត់មានកូន5នាក់ហើយកូន5នាក់ហ្នឹងប្រុសទាំងអស់ហើយកូនទី5ហ្នឹងគាត់អភ័ព្វជាងគេគាត់កាត់មកគាត់អត់មានជើងទេអញ្ចឹងទៅសទ្ធិហ្នឹងគាត់គិតថាគាត់នឹងឯងមានយសស័កនឹងឯងជាអ្នកមានមុខមានមាត់ហើយអត់មានកូនអញ្ចឹងមកវាខ្មាស់គេហើយឲ្យប្រើឲ្យទាស័យយកកូននឹងឯងទៅបបងចោលយកទៅបងចោលហើយដាក់នឹងឆ្នាំងទៅបណ្ដែតតាមទឹកទៅក្រោយមកទៅមានព្រាមម្នាក់គាត់ឃើញឆ្នាំងហ្នឹងគាត់ឃើញដល់ពេលទៅរើសទៅគាត់ឃើញក្មេងហ្នឹងគាត់ក៏រើសយកមកចិញ្ចឹមទុកដូចជាកូនហើយនិយាយពីរឿងទាស័យម្នាក់ដែលយកទៅបោះបង់ចោលហ្នឹងគាត់ក៏នឹកឃើញអាណិតក្មេងហ្នឹងដែលមិនដឹងអីណាគាត់ក៏លួចរត់ចេញអំពីទាសថៃហ្នឹងទៅដើម្បីទៅរកក្មេងហ្នឹងដល់ពេលទៅជួបនៅព្រាមហ្នឹងហើយព្រាមហ្នឹងរើសបានហើយអញ្ចឹងគាត់ក៏អត់បាននិយាយរឿងរ៉ាវអីទាំងអស់ជាមួយនឹងព្រាមនឹងទេគាត់ក៏សុំនៅបំរើព្រាមនឹងដោយមិនបានគិតថ្លៃអំពីព្រាមនឹងទេមិនបានយកលុយមិនបានយកអីទេព្រាមនឹងគាត់គិតថាសំណាងកូននេះគឺនាំសំណាងដល់គាត់ក្នុងសំណាងដល់គាត់គ្រាន់តែមកដល់ភ្លាមគឺមានអ្នកអតីនឹងមកធ្វើអ្នកបំរើបាត់ក្រោយមកឲ្យក្មេងនឹងគឺបាន8ឆ្នាំក្រោយទាស័យនឹងក៏បាននិយាយរឿងរ៉ាវនឹងប្រាប់ថាអ្នកនឹងកើតជាតកូនសេដ្ឋីស្អីណានៅក្នុងកូនសេដ្ឋីហើយគេបំបោះបងចោលទៅហើយដល់ពេលអញ្ចឹងទៅក៏បំបងចោលគឺចាប់ផ្ដើមក្មេងនឹងគាត់ចាប់ផ្ដើមអអន់ចិត្តណាកុំភៈកុមារឈ្មោះគាត់ណាដែលព្រាមនឹងដាក់អុយគាត់អន់ចិត្តថាគឺជាក្មេងដែលអនាថាដែលគេយកទៅបោះបងចោលដូចជាក៏ប្រៀបធៀបដូចជាខ្លួនគាត់នឹងដូចជាឈើដែលតាមទឹកអញ្ចឹងគឺអត់មានគួរដៅប្រកបគាត់អន់ចិត្តណាតូចចិត្តណាហើយសពតលឺដល់ឪពុកអញ្ចឹងគាត់ដែលជាព្រាមនោះគាត់ថាកូនហើយអ្នកហ្នឹងគឺគាត់តែពិការជើងទេអ្នកគាត់តែពិការជើងហើយទ្រព្យសម្បត្តិហ្នឹងគឺមិនមែនបានមកដោយសារតែដៃនឹងជើងឬក៏បងប្អូនអីទេបានធ្វើបាននោះគឺសម្បីតែអ្នកអត់ពិការដៃពិការជើងក៏អាចរកទ្រព្យនឹងបានដែរឲ្យតែកូននឹងព្យាយាមប្រឹងប្រែងហើយក៏គាត់លើករឿងតាក់ទងនឹងរឿងរាមកេរបងប្អូនតាក់ទងនឹងរឿងរាមកេរហ្នឹងគឺគាត់និយាយថាយៈទស្សកម្មណាជាអ្នកមានជើងទាំងពួនក្បាល10ជើងដៃនឹងច្រើនហើយគង់តែច្បាំងឯងចាញ់ព្រះរាមហើយនឹងមានជើងដែរប៉ុន្តែมันអាចថាយកឈ្នះបានគាត់លើកកន្លែងនឹងទៅហើយក៏ក្រោយមកគាត់បរិញ្ញាកូនគាត់ព្រាមនោះគាត់ចេះពេទ្យចេះវិជ្ជាពេទ្យក៏បរិញ្ញាកូនគាត់ទៅហើយក៏នាំកូននឹងទៅប្រកួតនៅក្រុងអញ្ចឹងទៅដល់ពេលទៅប្រកួតនៅក្រុងទៅជាអ្នកដែលមានចំណេះវិជ្ជាស្ទាត់ជំនាញល្អអញ្ចឹងទៅគាត់បានបកែលេខ1បានលេខ1ហើយជាពេទ្យដែលល្អជាងគេហើយក៏ត្រូវព្រះរាជានឹងប្រទានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ហើយជូនមនុស្ស2នាក់ហ្នឹងឯងអោយសម្រាប់ផ្សេងគាត់ទៀតផ្សេងគាត់ទៅនេះទៅនោះទៅព្យាបាលគេអីផ្សេងណានិយាយអំពីរឿងបងរបស់គាត់4នាក់ទៀតហ្នឹងគឺកូនសេដ្ឋីហ្នឹង4នាក់ទៀតហ្នឹងគឺអត់បានការទាំងអស់អត់ប្រឹងប្រែងរៀនសូត្រអីទេគឺយកប្រពន្ធដោយចិត្តឯងហ្មងយកប្រពន្ធដោយចិត្តឯងហើយលួចទ្រព្យរបស់ម៉ែនឹងទៅឲ្យប្រពន្ធទៀតអត់បានចេះដឹងអីទាំងអស់ថ្ងៃមួយគឺសេដ្ឋីនឹងធ្លាក់ខ្លួនឈឺដល់ល្បីអញ្ចឹងទៅក៏ឲ្យគេនឹងទៅរកគ្រូពេទ្យនឹងគ្រូពេទ្យជើង4នឹងឬក៏គ្រូពេទ្យជើង4នឹងដល់ពេលទៅរកទៅគឺធម្មតាទាស័យនឹងគឺគាត់អ្នកនៅបណ្រើគាត់ទៅគឺជប់ទាស័យនឹងឯងមុនទាស័យនឹងអត់ទី1គឺអត់ព្រមទេដល់ពេលតែទៅសេដ្ឋីនឹងប្រើទៅទៀតលើកទី2ទៅដល់ពេលអញ្ចឹងទៅក៏បានបើសិនតែទៅព្យាបាលជាគឺឲ្យទ្រព្យសម្បត្តិនឹងឯងច្រើនអញ្ចឹងទៅទាស័យនឹងក៏
ឲ្យគ្រូពេទ្យជើង4នឹងទៅព្យាបាលទៅហើយទៅព្យាបាលគឺគាត់អត់ប្រាំទេអត់ប្រាប់ថាមេដាអត់ប្រាប់ថាអូរបស់ខ្លួនឯងទេថាស្ថិតនឹងគឺជាបេដារបស់ខ្លួនឯងទេអត់ប្រាប់ទេដល់ពេលព្យាបាលជាហើយគឺស្ថិតនឹងឲ្យទ្រព្យសម្បត្តិទាំងអស់មែនអញ្ចឹងទៅក៏បានទាស័យនឹងបានប្រាប់ថានេះគឺជាកូនរបស់អ្នកហើយក៏យំអបទៅហើយក៏បានស្រឡាញ់កូននឹងលើរំកើងកូននឹងទៅហើយក៏គ្រូពេទ្យនឹងក៏បានយកទាស័យនឹងទៅធ្វើជាបងប្អូនហើយយកឪពុកចិញ្ចឹមនិងពុកបង្កើតនឹងទៅនៅជាមួយគ្នាអញ្ចឹងទៅនឹងគឺខ្ញុំចង់លើកកន្លែងនេះគឺតាកតូននៅក្នុងសក្តិព្យាយាមតាកតូននៅក្នុងសក្តិព្យាយាមយើងបានសិក្សាហើយយើងធម្មតាគឺមនុស្សដែលអត់ជើងហើយតែគាត់នៅតែព្យាយាមសិក្សាគាត់នៅតែព្យាយាមធ្វើការផ្សេងគឺសក្តិព្យាយាមគឺមិនថាអ្វីមួយក៏ដោយក៏រមែងបាននៅសម្រេចបានដល់នៅគោលដៅអញ្ចឹងកន្លែងនេះគឺយើងមិនគួរបើសិនតែយើងនៅមានជីវិតគឺយើងនៅតែព្យាយាមយើងនៅតែប្រឹងប្រែងបោះបង់ការព្យាយាមនឹងឯងចោលតែកាលណាយើងទម្លាក់បោះបង់ការព្យាយាមចោលគឺយើងនឹងឯងមិនបានជោគជ័យទេអញ្ចឹងដោយគ្រូពេទ្យនឹងទោះគាត់អត់ជើងមែនតែគាត់នៅតែព្យាយាមប្រឹងសិក្សាគាត់ប្រឹងវឹកហាត់គាត់ប្រឹងធ្វើខ្លួនគាត់ឲ្យមានតម្លៃធ្វើខ្លួនគាត់ឲ្យខ្ពង់ខ្ពស់ហ្នឹងបងប្អូនធ្វើឲ្យគាត់ឯងជាអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងតេតូននៅក្នុងការព្យាយាមហើយតម្លៃនៃការមិនអស់សង្ឃឹមដោយឪពុករបស់គាត់ចឹងតែប្រាប់ថាការទ្រព្យសម្បត្តិនោះវាមិនមែនកើតមកតែពីដៃទេគឺកូនឲ្យតែកូនចេះព្យាយាមទោះសំបីគាត់លើកមកថាសំបីតែយៈទស្សកាន់មានដៃច្រើនមានដៃច្រើនមានក្បាលច្រើនប៉ុណ្ណាក៏នៅតែច្បាំងនឹងឯងចាញ់មនុស្សអញ្ចឹងវាមិនមែនថាកម្លាំងវាមានមកត្រឹមតែទ្រព្យសម្បត្តិនឹងគឺតើតែមានដៃមានជើងមិនរោទ្រព្យសម្បត្តិបានទេទោះសំបីអត់ជើងក៏ឲ្យតែយើងតែឯងប្រឹងប្រែងឲ្យតែយើងតែឯងធ្វើខ្លួនឲ្យគេស្រឡាញ់ធ្វើខ្លួនឲ្យគេចង់រាប់អានណាព្រោះអ្នកខ្លះគឺគាត់អត់ជើងអត់ដៃទេប៉ុន្តែគាត់មានភាពទាក់ទាញមានការច្នៃប្រឌិតគាត់ធ្វើខ្លួនឯងអត់បានតែគាត់ប្រើអ្នកដទៃឲ្យគេធ្វើបានអញ្ចឹងគឺគោលដៅក៏រមែងសម្រេចដូចគ្នានៅក្នុងកន្លែងនេះហើយជាខ្លីៗទៅបងប្អូនហើយតម្លៃនៃការសិក្សាតម្លៃនៃការសិក្សាព្រោះបងប្អូនភាគច្រើនគឺបងប្អូនខ្មែរយើងឬបងប្អូនឬបងទាំងអស់ភាគច្រើនគឺអ្នកដែលសិក្សាណាទូសិក្សាទៅហើយឃើញសិក្សាអ្នកខ្លះរៀនដល់ចប់ទី12មកវិញអត់ធ្វើអីមិនកើតអាហ្នឹងគឺដោយសារតែកុំមើលងាយការតម្លៃនៃការសិក្សាខ្លះគឺវាមិនទាន់ហុចផលឲ្យយើងសិក្សាតែវាអត់ទាន់ហុចផលឲ្យអញ្ចឹងដល់ពេលដល់ថ្ងៃណាវាហុចផលឲ្យគឺវាហុចផលឲ្យមកគឺយើងឯងបានទីគប់ចិត្តសិក្សាធ្វើអីអ្នកខ្លះតែងតែអប់រំអ្នកសិក្សាអីពេលចឹងរៀនទៅរៀនបានធ្វើការងារអីផងមកដល់ប្រាក់ខែតិចអីចឹងទៅនឹងដោយសារតែការសិក្សារបស់យើងនឹងគឺទី1គឺយើងសិក្សាមិនច្បាស់ទី2គឺយើងសិក្សាហើយយើងមិនយកអាការសិក្សារបស់យើងមិនមកអនុវត្តយើងគ្រាន់តែបានមករៀនហើយរៀនចូលរៀនហើយចូលអញ្ចឹងគឺវាអត់មានតម្លៃទេពេទ្យជើង4អញ្ចឹងបើសិនតែគាត់នឹងឯងសិក្សាហើយតែគាត់អត់មកវឹកហាត់គាត់អត់មកធ្វើខ្លួនឲ្យគេស្គាល់ទេសួរថាគាត់អាចល្បីបានអត់គាត់អាចមានឋានន្តរស័ក្តិអត់បានទេដោយសារតែការយើងសិក្សារបស់យើងគឺតែយើងចាញ់បណ្ដាញនៅក្នុងបណ្ដាញសង្គមយើងធ្វើអ្វីមួយឲ្យគេដឹងបានគេដឹងយើងមិនមែនមានចំណេះវិជ្ជាហើយយើងលាក់នៅក្នុងខ្លួនដូចបងប្អូនខ្លះគឺរៀនតែពីថ្នាក់ទី1រហូតដល់ទី12តែអត់យកចំណេះដឹងនឹងមកចែករំលែកទេអញ្ចឹងទៅចែករំលែកអីផ្សេងខុសអំពីគោលដៅរបស់ខ្លួនឯងសិក្សាចំណេះដឹងគឺអត់យកមកប្រើដោយពាក្យខ្មែរយើងថាម៉េចសិនលៀងកំបិតហើយទុកនៅក្នុងស្រោមវាគង់តែជ្រេះចាប់ទេអញ្ចឹងចំណេះវិជ្ជាក៏ដូចគ្នាកាលណាបើយើងរៀនហើយយើងអត់យកមកប្រើគឺវាបាត់បង់ទៅវិញអញ្ចឹងយើងចាប់ផ្ដើមយកមកចែករំលែកដូចខ្ញុំគឺមិនមែនជាមនុស្សដែលបានសិក្សាច្រើនដូចគេទេគឺខ្ញុំគ្រាន់តែបានសិក្សារៀនសូត្រខ្លួនឯងអានសភៅអីចឹងដូចក្នុងកន្លែងនេះអញ្ចឹងបងប្អូនគឺខ្ញុំលើកយករឿងហ្នឹងគឺនៅក្នុងសភៅភាសាខ្មែរថ្នាក់ទី8ទេខ្ញុំបានរៀនទេថ្នាក់ទី3ហ្នឹងខ្ញុំគ្រាន់តែបានអានអញ្ចឹងខ្ញុំយកមកចែករំលែកដើម្បីជាការអប់រំដល់
វាជាប្រវត្តិយើងផងហើយជាប្រយោជន៍ដល់ខ្ញុំផងដែរកាលណាដែលខ្ញុំចែករំលែកទៅខ្ញុំមើលច្រើនដងពីរដងអញ្ចឹងទៅខ្ញុំយកមកតេស្តរិះយកមកពិចារណាព្រោះចំណេះដឹងខ្លះគឺវាបានមកពីការតេស្តរិះពិចារណានឹងឯងបានវាធ្វើឲ្យយើងឯងកាន់តែចេះបើសិនតែយើងអានចោលយើងអត់យកមកនិយាយអត់យកមកចែករំលែកយើងអត់តេស្តរិះគិតទេគឺយើងគឺដូចវាអត់មានសំខាន់អីសោះចំណេះវិជ្ជានឹងអញ្ចឹងចំណេះវិជ្ជាគឺវាសំខាន់ថ្ងៃណាវាហុចផលឲ្យយើងគឺមិនចាំបាច់ប្រាប់យើងមុនទេវាដល់ពេលវេលាគឺវាហុចផលឲ្យមកដោយសារតែការយើងសិក្សាយើងរៀនសូត្រនឹងដោយគ្រូពេទ្យជើង4អញ្ចឹង